ត្រឡប់ទៅកាន់អតីតកាលរបស់ខ្ញុំប្រហែលជា2 3ឆ្នាំមុនខ្ញុំគឺជាមនុស្សម្នាក់ដែលស្រឡាញ់ដៃគូឬក៏ទំនាក់ទំនងស្នេហាហ្នឹងគឺខ្ញុំតែងតែជ្រើសរើសជាមួយអ្នកដែលគាត់ស្អាតតែដល់ពេលកន្លែងមកខ្លួនខ្ញុំវិញខ្ញុំអត់ដែលបានយកចិត្តទុកដាក់ឬក៏មើលថែចំពោះខ្លួនឯងទេតតែដល់ថ្ងៃមួយដែលយើងបានចែកផ្លូវគ្នាខ្ញុំបានចេះគិតថាគួរតែផ្ដល់តម្លៃឲ្យខ្លួនឯងដែលស្រឡាញ់ខ្លួនឯងមើលថែនិងយកចិត្តទុកដាក់ចំពោះខ្លួនឯងហើយសម្រាប់មូលហេតុដែលខ្ញុំអត់មានពេលវេលានៅក្នុងការមើលថែខ្លួនឯងក្នុងកំឡុងពេលដែលខ្ញុំតាក់ទងជាមួយនឹងដៃគូចាស់របស់ខ្ញុំហ្នឹងគឺដោយសារតែទីមួយហ្នឹងគឺខ្ញុំជាមនុស្សដែលស្រឡាញ់ភេទដូចគ្នាហើយខ្ញុំគឺជាទូប្តីអញ្ចឹងបើសិនជាខ្ញុំមើលថែខ្លួនឯងប្រើប្រាស់គ្រឿងសម្អាងឬក៏គ្រឿងធ្វើខ្លួនណាមួយខ្ញុំតែងតែគិតដល់ដៃគូរបស់ខ្ញុំហើយខ្លាចគាត់គិតថាអាចនឹងប៉ះពាល់ដល់អារម្មណ៍គាត់នៅពេលដែលឃើញប្តីរបស់គាត់ប្រើប្រាស់នៅគ្រឿង make up ឬក៏គ្រឿងធ្វើខ្លួនហ្នឹងរបស់មនុស្សស្រីហើយណាមួយទៀតដោយសារខ្ញុំជប់ធ្វើការច្រើនត្រូវកម្ដៅថ្ងៃអញ្ចឹងគឺខ្ញុំអត់សូវមានពេលមើលថែខ្លួនឯងទេសម្រាប់ទាំងពីរកត្តាដែលខ្ញុំបានលើកឡើងមកនិយាយនេះគឺជាផ្នែកខាងក្រៅប៉ុន្តែអ្វីដែលសំខាន់ដែលមិនបានជំរុញឲ្យខ្ញុំមើលថែខ្លួនឯងគឺកត្តាខ្ញុំខ្លួនឯងផ្ទាល់នឹងឯងដែលខ្ញុំអត់ធ្លាប់មានការតាំងចិត្តឬក៏ចង់ឲ្យខ្លួនឯងនឹងស្អាតទេប៉ុន្តែអ្វីគ្រប់យ៉ាងគឺត្រូវបានផ្លាស់ប្ដូរសឹងតែ 100% ដល់គ្នាព្រោះដោយសារខ្ញុំពីមុនគឺជាមនុស្សដែលអត់ធ្លាប់បានយកចិត្តទុកដាក់ឬក៏គិតទៅលើរឿងសម្រស់ខ្លួនឯងហ្នឹងទេប៉ុន្តែចាប់តាំងពីពេលដែលខ្ញុំបានបែកបាក់ទំនាក់ទំនងស្នេហាហ្នឹងទៅគឺខ្ញុំបានផ្លាស់ប្ដូរខ្លួនឯងមកជាមនុស្សថ្មីដែលចង់ឲ្យខ្លួនឯងនឹងស្អាតចង់ឲ្យខ្លួនឯងនឹងផ្លាស់ប្ដូរអត់ចង់ឲ្យខ្លួនឯងនឹងវិលទៅរកអតីតកាលនឹងទៀតទេហើយបន្ទាប់ពីខ្ញុំបែកបាក់ទំនាក់ទំនងស្នេហាចាស់របស់ខ្ញុំហ្នឹងប្រហែលជា3ឆ្នាំហើយខ្ញុំក៏បានចាប់ផ្ដើមគិតថានឹងចង់ស្វែងរកជាមួយនឹងដៃគូថ្មីប៉ុន្តែខ្ញុំនៅតែមិនអាចធ្វើបានប៉ុន្តែខ្ញុំក៏ធ្លាប់សាកល្បងហើយដែរខ្ញុំបានបើកចិត្តថាខ្ញុំនឹងទទួលយកអ្នកថ្មីហើយខ្ញុំក៏បានតាក់ទងគ្នាមួយរយៈប៉ុន្តែជាស្ដែងនៅពេលដែលខ្ញុំបានជួបគ្នាថ្ងៃដំបូងគឺខ្ញុំនៅតែមិនអាចបើកចិត្តនិងបើកបេះដូងទទួលយកគាត់បានជាហេតុធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់តាក់ទងមួយខ្ញុំមួយរយៈហ្នឹងគឺខាតពេលវេលាខ្លាំងមែនទែនដែលធ្វើឲ្យគាត់នឹងពិបាកចិត្តឬក៏គាត់មានសម្ពាធខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាខុសខ្លាំងមែនទែនដែលខ្ញុំអត់ព្រមបើកបេះដូងទទួលយកគេហើយបែរជាធ្វើឲ្យគាត់នឹងបាទតាមខ្ញុំរហូតមកដល់បច្ចុប្បន្នអញ្ចឹងហើយបើសិនជាខ្ញុំអត់ស្រឡាញ់ទេខ្ញុំក៏អត់ចង់ផ្ដល់ក្តីសង្ឃឹមឲ្យនរណាម្នាក់ទៀតដែរ